នេះគឺជាជ្រក់ទៅសក់ធម្មជាតិបងប្អូនតោះទស្សនាជាមួយនាងខ្ញុំណាពីវិធីធ្វើនាងខ្ញុំបេះក្តាប់ទៅសក់ហ្នឹងណាគឺចំនួន4គីឡូបងប្អូនចានៅពេលដែលនាងខ្ញុំថ្លឹងស្រក់4គីឡូណាចានាងខ្ញុំលាងទឹកវាឲ្យស្អាតរួចហើយចាប់ផ្ដើមធ្វើគ្រឿងតែម្ដងចានាងខ្ញុំយកស្ករត្នោតចំនួន1វែកកន្លះចានាងខ្ញុំកូរវាហើយនាងខ្ញុំថែមស្ករអំពៅជាមួយ1វែកកន្លះទៀតវែកតូចប៉ុណ្ណឹងណាបងប្អូនកូរវាឲ្យវាចូលជាតិគ្នាហើយនាងខ្ញុំដាក់ទឹកអង្ករចូលចាអង្ករហ្នឹងនាងខ្ញុំយកទឹកទី1ចាដាក់ទឹកអង្ករចូលហើយពុះនាងខ្ញុំដាក់អំបិល1វែកកន្លះទៀតរួចហើយនាងខ្ញុំបន្ថែមជាមួយនឹងម្សៅស៊ុបកន្លះវែកទៀតត្រឹមតែប៉ុណ្្នឹងទេដាក់ត្រឹមតែ3មុខហ្នឹងទេបងប្អូនកុំឲ្យវាអន្តាយបើមិនជាបងប្អូនដាក់ប៊ីចេងវាអាចអន្តាយនាងខ្ញុំដាក់តែ3មុខហ្នឹងទេនាងខ្ញុំចាក់ទាំងក្តៅតែម្ដងចាចាក់ទាំងក្តៅតែម្ដងទុកវារយៈពេល2យប់បងប្អូននៅពេលដែល2យប់ហើយគឺវាបែបហ្នឹងឯងបងប្អូនលក្ខណៈជូរល្មមអត់តន់ជូរខ្លាំងឯណាបងប្អូនបើមិនជាបងប្អូនចង់ជូរខ្លាំងបងប្អូនទុក3យប់4យប់តាមចំណង់ចំណូលចិត្តអញ្ចឹងឯណារួចហើយនាងខ្ញុំយកមកលាងទឹកចាទឹកហ្នឹងនាងខ្ញុំលាងទឹកឆ្អិនណាបងប្អូនចាដោយសារតែយើងហូបឆាអញ្ចឹងយើងយកទឹកឆ្អិនយកមកលាងចាបន្ទាប់មកគឺយើងយកម្ទេសចាម្ទេសហ្នឹងបើសិនជាបងប្អូនចង់ហឹលបងប្អូនដាក់ម្ទេសហឹលចំពោះនាងខ្ញុំដាក់ត្រឹមយកពណ៌ទេបងប្អូនថែមជាមួយនឹងប៊ីចេងថែមជាមួយនឹងស្ករសចារួចហើយនាងខ្ញុំដាក់ជាមួយនឹងទឹកត្រីប៉ុណ្្នឹងទេបងប្អូនអើយផ្អាប់វាចារយៈពេល1យប់ទៀតយកទៅហូបជាមួយគោងៀតកងាន់ងៀតសាច់ជ្រូកងៀតថៃងៀតនិយាយចង់មកអែមហ្មងណាសាក់របស់បានណាហេងទាំងអស់គ្នា